ប្រិមិត្តក្រុមគ្រួសារនេះសពក៏បានមកដល់ហើយប្រិមិត្តនេះបាទកំពុងតែអោបកូនបាទប្រិមិត្តនេះអូយក្រុមគ្រួសារសពប្រិមិត្តនេះបាទដល់ធំហ៎អូบอกว่าโอเป็นนี่เต้าประเดี๋ยวយើងបាទស្ថានភាពបាទសាមចុងអូបកអូចូលហើយណាបងអើយអូចូលវាលោតមកហ្នឹងបុកហ្នឹងហ្មងសាមចុងអូមកឡើងលើសួនមុនចឹងមកណោះអូអ្នកអត់ដឹងថាអ្នកអត់ដឹងថារថយន្តកុងតឺន័របាទលោតមកអូលោតមកហើយមកនេះប្រុសទុកទៅវិញបងអូចាសាមចុងរេពីនេះមកមុនបងហ៎និយាយថាសាមចុងវាខុសបាទបងបាទអូសាមចុងជីគ្នាប្រហែលណាបងមិនដឹងទេបងជំរាបសួរប្រិមត្តដែលកំពុងតែទស្សនានៃការផ្សាយរបស់ព័ត៌មាន SMU ក៏ដូចជាពូមីញូនៅវេលាម៉ោងប្រមាណមុននេះបន្តិចដែលយើងទទួលបានព័ត៌មានបឋមមួយករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយរថយន្តប្រភេទម៉ាសាមចុងដែលគាត់បាក់បោបារេចង្កូតឡើងលើសួនបាទទៅបុករថយន្តកុងតឺន័រនៅផ្លូវម្ខាងទៀតបាទធ្វើឲ្យរថយន្តកុងតឺន័រហ្នឹងគឺមកបុករថយន្តសាមចុងហ្នឹងគឺផ្ទុកបណ្ដាលឲ្យស្លាប់តែកង់ម្នាក់បាទជាប់នៅក្នុងរថយន្តហ្នឹងតែម្ដងហើយចំណែកឯទីតាំងប្រិមត្តនៅតាមបណ្ដោយផ្លូវជាតិលេខ3បាទព្រំប្រទល់តកែវនឹងកំពង់ស្ពឺប្រិមត្តហើយចំពោះករណីខាងលើនេះយើងក៏អត់ទាន់ដឹងថាសាច់ញាតិក្រុមគ្រួសារនៃសពរបស់ជនរងគ្រោះបានទទួលដំណឹងដឹងនៅឡើយនោះទេបាទប្រិមត្តហើយក៏សូមបញ្ជាក់ជូនផងដែរថារថយន្តបាទដែលស្លាប់នេះគឺប្រភេទរថយន្តប្រភេទសាមចុងប្រិមត្តបាទហើយក៏សូមបញ្ជាក់ជូនផងដែរថារថយន្តដែលសាមចុងបំពាក់ផ្លាកលេខនេះគឺព្រះស័យអនុប្រិមត្តបាទ22ហកគាត់នឹង02បាទជនរងគ្រោះគឺត្រូវបានស្លាប់បាត់បង់អាយុជីវិតនៅនឹងក្នុងរថយន្តប្រិមត្តនេះហើយបើយើងតាមការបញ្ជាក់ពីបងប្អូនប្រជាពលរដ្ឋហ្នឹងគឺដោយរថយន្តប្រភេទសាមចុងហ្នឹងគឺគាត់បានបើកតាមបណ្ដោយផ្លូវជាតិលេខ3បាទពីភ្នំពេញឈ្មោះមកតាមខេត្តបាទប្រិមត្តហើយគាត់ក៏បានឡើងលើនឹងសួនចេះបាទឡើងលើសួននេះក៏គាត់ហោះទៅផ្លូវមកខាងទៀតបាទជ្រុលមកបុកចំពីមុខរថយន្តកុងតឺន័រអូសបុករុញមកវិញបាទប្រិមត្តបណ្ដាលឲ្យបាទអ្នកតកង់រថយន្តសាមយ៉ុងនេះគឺត្រូវបានស្លាប់បាត់បង់អាយុជីវិតបាននៅនឹងត្រង់កំណាត់ផ្លូវជាតិលេខ3នឹងតែម្ដងព្រមបន្ទល់តកែវនឹងបាទកំពុងស្ពឺប្រិមិត្តហើយយ៉ាងណានោះយើងក៏សូមចូលរួមរំលែកទុកពីក្រុមគ្រួសារនៃសពផងដែរបាទយើងអត់ទាន់ដឹងថាអត្តសញ្ញាណក្រុមគ្រួសារនៅឡើយនោះទេហើយមកទល់នៅពេលនេះយើងឃើញថាបងប្អូនប្រជាពលរដ្ឋជាច្រើនរួមទាំងមន្ត្រីសមត្ថកិច្ចមូលដ្ឋានបាទដែលលោកបានចុះមកដល់កំពុងតែជួយសម្រួលនៃចរាចរណ៍បាទប្រិមិត្តជូនទៅដល់បងប្អូនប្រជាពលរដ្ឋបើតាមបុកអូពីនេះទៅប្រិមិត្តនេះយើងបាទស្ថានភាពបាទសាមចុងអូបុកអូចូលហើយណាបងអើយអូចូលវាលោតមកហ្នឹងបុកហ្នឹងហ្មងសាមចុងអូមកឡើងលើសួនមុនចឹងមកអូអ្នកអត់ដឹងថាអ្នកអត់ដឹងថារថយន្តកុងតឺន័របាទលោតមកអូលោតមកហើយមកនេះប្រុសទុកទៅវិញបងអូសាហាវមែនទៀតប្រិមិត្តអើយនេះហើយក៏សូមបញ្ជាក់ជូនផងដែរថាត្រង់ចំណុចផ្លូវជាតិលេខ3បាទបើយើងនិយាយព្រមបន្ទល់គឺតកែវហើយនឹងកំពង់ស្ពឺហើយចំពោះករណីខាងលើនេះយើងក្នុងទឹកពេទ្យក៏ដូចជាមន្ត្រីជំនាញពាក់ព័ន្ធក៏លោកបានចុះមកដល់នឹងទីតាំងចំណុចកាត់ហេតុខាងលើនេះហើយបាទកំពុងតែបាទតាក់ទងរកសាច់ជាតិបន្តហើយយើងអត់ទាន់ដឹងថាសាច់ជាតិគាត់ដល់តាប្រិមត្តនេះហើយយើងមើលបានច្បាស់ថារថយន្តកុងតឺន័រគឺគាត់បានបើកស្របទិសពីខេត្តឆ្ពោះមករេធានីប្រពេញបាទមកដល់ចំណុចកន្លែងនេះប្រិមត្តគឺត្រូវបានរថយន្តសាមយ៉ុងហ្នឹងគឺបានបើកខុសមករេចូលមកបុករថយន្តកុងតឺន័រអូបាទទៅខាងនោះហ្នឹងតែម្ដងអានេះយើងមើលស្ថានភាពក៏ដូចជាតាមការបញ្ជាក់ពីបងប្អូនប្រជាពលរដ្ឋក៏ដូចជាមន្ត្រីជំនាញពាក់ព័ន្ធរបស់យើងលោកកំពុងតែនៅទីតាំងកន្លែងកាត់ហេតុនេះបាទផ្ទះផ្អើលប្រិមត្តបាទគឺយ៉ាងខ្លាំងដំបូងឡើយនេះប្រិមត្តយើងបញ្ជាក់បានច្បាស់ថានេះមកយើងមើលស្ថានភាពថាគឺរថយន្តសាមយ៉ុងនេះគឺគាត់ឈ្មោះឡើងសួនផ្លូវមកបុករថយន្តកុងតឺន័រចំកន្លែងនេះនឹងតែម្ដងបាទបណ្ដាលឲ្យម្ចាស់បាទរថយន្តសាមយ៉ុងគឺត្រូវបានស្លាប់បាត់បង់អាយុជីវិតគៀបជាប់នៅនឹងក្នុងរថយន្តបាទយ៉ាងរន្ធត់បាទតែម្ដងណាប្រិមត្តសូមចូលរួមបាទរំលែកទុកដល់គ្រាមត្រំយើងឈ្មោះពីចង្ងាយនេះប្រិមត្តនេះបាទបើយើងមើលពីចង្ងាយនេះយើងឃើញស្ថានភាពហើយនេះគឺរថយន្តសាមយ៉ុងគឺចូលមកផ្លូវមកខាងរថយន្តកុងតឺន័របុករុញទៅនោះវិញអញ្ចឹងណាប្រិមត្តបាទហើយមកតទៅពេលនេះយើងឃើញថាមានការផ្ទះផ្អើលពីសំណាក់បងប្អូនប្រជាពលរដ្ឋនៅត្រង់ចំណុចផ្លូវជាតិលេខ3បាទនេះយកអត់ដល់គីឡូម៉ែត្រប្រហែលទេបាទហើយជនរងគ្រោះគឺស្លាប់ហើយប្រិមត្តនេះបាទយើងអាចប្រចាំងបានទេប្រិមត្តគឺស្លាប់គៀបនៅក្នុងរថយន្តតែម្ដងបាទនេះបាទតកង់នេះគឺស្លាប់គៀបជាប់នៅនឹងកន្លែងបាទប្រិមត្តបាទយ៉ាងណានោះក៏សូមចូលរួមចែករំលែកទាំងអស់គ្នាបាទពីក្រុមគ្រួសារនៃសពផងដែរហើយបញ្ជាក់ស្លាកលេខគាត់ប្រិមត្តគឺព្រះស័យអនុ2Bបាទគាត់នឹង02ប្រិមត្តនេះបាទហើយអត់ទាន់ដឹងក្រុមគ្រួសារអត្តសញ្ញាណគាត់ណាទេបាទហើយឡើងខឿនពីនេះមកប្រិមត្តនេះអូប្រិមត្តនេះគាត់បានបើកឡើងខឿនមកអានេះបុកខ្ទេចរៀលយើងមើលស្ថានភាពនេះអូនេះបាទនេះគឺតាមការបញ្ជាក់ពីបងប្អូនប្រជាពលរដ្ឋណាប្រិមត្តបាទហើយក៏ដូចជាសមាជិកដែលលោកបានចូលមកពីនេះដែរបាទនេះគឺបុកបាឡើងខឿននេះបាទឈ្មោះទៅ
ផ្លូវមកខាងទៀតគឺកន្លែងដែលគាត់បុកឯសាំយ៉ុងឡើងនេះប្រិមិត្តនេះលឿនប្រិមិត្តអើយប្រហែលចូលឆ្នាំទៅហើយនេះបាទអូនេះបាទអូរេទៅផ្លូវមកខាងទៀតទៅបុករថយន្តកុងតឺន័របុករុញមកវិញបណ្ដាលឲ្យស្លាប់ទៅកង់នៅនឹងកន្លែងកាត់ហេតុតែម្ដងបាទប្រិមិត្តនេះចាសាំយ៉ុងរេពីនេះមកមុនបងណោះនិយាយថាសាំយ៉ុងវាធំបាទបងបាទអូសាំយ៉ុងជីគ្នាប្រហែលណាបងមិនដឹងទេបងអត់ដឹងទេបងណោះប្រិមិត្តនេះតកង់គឺត្រូវបានស្លាប់បាត់បង់ជីវិតនៅនឹងត្រង់កំណាត់មុខនៃតកង់តែម្ដងប្រិមិត្តបាទរន្ធត់ណាបាទចូលរួមរំលែកទៅផងហើយចំពោះករណីខាងលើនេះសមត្ថកិច្ចជំនាញលោកកំពុងតែធ្វើការពាក់ព័ន្ធតាក់ទងតែក្រុមគ្រួសារសាច់ញាតិរបស់គាត់ហើយសមត្ថកិច្ចមូលដ្ឋានលោកកំពុងតែសម្រួលចរាចរណ៍ក៏ដូចជាសម្អាតនៅទីតាំងផ្លូវជាតិលេខ3នេះបាទប្រិមិត្តយ៉ាងណានោះក៏ជាព័ត៌មានបឋមសម្រាប់ប្រជូនបាទជុំវិញពាក់ព័ន្ធករណីនេះយកបាទនឹងអាប់ដេតបន្តផងដែរសម្រាប់ខ្ញុំបាទក៏សូមធ្វើការបិទបញ្ចប់នៃការផ្សាយហើយក្រុមគ្រួសាររបស់គាត់សាច់ញាតិមកដល់យ៉ាងណាយើងនឹងធ្វើការអាប់ដេតបាទបន្តផងដែរចំពោះករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់កាលឡើងនេះផងដែរសម្រាប់ខ្ញុំបាទក៏សូមធ្វើការបិទបញ្ចប់នៃការផ្សាយបាទអរគុណប្រិមិត្តក៏សូមគោរពលា